សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើតកម្មវិធី WeChat ដោយអត់ចាំបាច់តម្រូវឲ្យមានអ្នក scan ទេបាទប៉ុន្តែបងប្អូនត្រូវមានលេខទូរស័ព្ទថ្មីហើយនឹងទូរស័ព្ទមួយមកបាទមិនថា Android ឬក៏ iOS ទេគឺយើងបង្កើតបានដូចគ្នាអញ្ចឹងបងប្អូនយើងបើកមកកាន់ WeChat ចេះមកអានេះដោយសារ WeChat ខ្ញុំធ្លាប់ log in ហើយបានវាចេញបែបនេះចឹងបងប្អូនក៏លេខមកមើលខាងក្រោមផ្នែកខាងស្ដាំឃើញគេដាក់ពាក្យ more ចឹងបងប្អូនយើងអាចធ្វើការចុចលើពាក្យ more ហ្នឹងទៅតែបើសិនជាបងប្អូនយើងទើបតែ download មកថ្មីគឺវាអត់មានអាហ្នឹងទេបាទអញ្ចឹងនេះហើយខ្ញុំយកពាក្យ sign up for new account អូខេបងប្អូនយើងចុចតាមខ្ញុំបើសិនជាវាចេញដូចខ្ញុំហើយកន្លែងនេះបងប្អូនយើងធ្វើការដាក់ឈ្មោះមកផ្នែកខាងលើហ្នឹងកន្លែងគេដាក់ពាក្យថា name ហ្នឹងយើងធ្វើការដាក់ឈ្មោះរបស់យើងដែលយើងចង់ដាក់មកអូខេអញ្ចឹងយើងធ្វើការដាក់ឈ្មោះវាសិនបាទអូខេបន្ទាប់មកយើងរើសប្រទេសបាទអាខាងក្រោមហ្នឹងយើងអាច search មក Cambodia ទៅយើងឃើញប្រទេសរបស់យើងហើយបន្ទាប់មកខាងក្រោមបាទយើងអាចធ្វើការដាក់លេខទូរស័ព្ទរបស់យើងបានកន្លែងគេដាក់ពាក្យថា phone ហ្នឹងគេដាក់ enter phone number អញ្ចឹងបងប្អូនយើងធ្វើការវាយលេខទូរស័ព្ទរបស់បងប្អូនយើងចូលមកបាទកន្លែងនេះយើងធ្វើការវាយលេខមកចឹងបងប្អូនដាក់លេខដែលយើងអត់ធ្លាប់បង្កើតណាបាទយើងប្រើលេខថ្មីទៅដើម្បីវាមានឱកាសរំលងកន្លែង scan នឹងបានណាបាទអូខេបន្ទាប់ពីយើងដាក់លេខទូរស័ព្ទហើយខាងក្រោមគឺយើងត្រូវដាក់ password របស់វាអញ្ចឹងសម្រាប់ password បងប្អូនត្រូវមានអក្សរធំអក្សរតូចហើយនឹងលាយលេខមកបាទបើសិនជាបងប្អូនដាក់លេខសុទ្ធក៏វាអត់ឲ្យដែរអញ្ចឹងនៅពេលដែលបងប្អូនយើងធ្វើហើយយើងអាចចុច continue ទៅមុខទៀតបាននេះយើង tick កន្លែងនេះមួយអូខេបន្ទាប់មកចុច accept and continue យើងចុចលើហ្នឹងទៅអូខេហើយយើងរងចាំវាបន្តិចបន្ទាប់មកយើង tick កន្លែងនេះមួយទៀតបាទយើង tick កន្លែងហ្នឹងមួយមកហើយចុចពាក្យ next បាទរងចាំវាបន្តិចបន្ទាប់មកយើងចុចពាក្យ start នេះមកបាទចុច start ហ្នឹងទៅបាទឥឡូវវាចេញបែបនេះបងប្អូនមើលអក្សរនៅក្នុងកន្លែងថ្មិញកដោហ្នឹងនៅបន្លោះថ្មិញកដោហ្នឹងវាដាក់ពាក្យអីគេបងប្អូនយើងរើសតាមអ្វីដែលវាដាក់ទៅព្រោះវាដាក់អត់ដូចគ្នាទេកន្លែងនេះវាដាក់factory នេះបានន័យថារោងចក្របាទមិនដឹងថាខ្ញុំអានត្រូវឬខុសទេប៉ុន្តែវាឲ្យយើងរើសរោងចក្រអញ្ចឹងបងប្អូនយើងធ្វើការរើសទៅតែសម្រាប់បងប្អូនយើងវាអាចចេញខុសគ្នាទៅតាមហ្នឹងអញ្ចឹងណាពេលយើងរើសហើយចុចអូខេទៅបាទឥឡូវវាគ្រីសហើយមកដល់ត្រង់នេះបងប្អូនយើងធ្វើការបញ្ចូលអ៊ីមែលរបស់បងប្អូនហើយសម្រាប់អ៊ីមែលនឹងដែរគឺជាអ៊ីមែលដែលយើងអត់ធ្លាប់បង្កើត WeChat ពីមុនមកទេបាទគឺយើងយកអ៊ីមែលថ្មីបាទពេលដែលយើងដាក់ឲ្យចុចអូខេមកហើយបន្ទាប់មកយើងអាចធ្វើការទៅឆែកនៅក្នុងអ៊ីមែលរបស់យើងបានថាតើវា load មកនៅបើសិនវាអត់ឃើញយើង refresh វាមួយមកបន្ទាប់មកបងប្អូនយើងឃើញនៅគេដាក់ WeChat Team កន្លែងហ្នឹងបងប្អូនចុចលើហ្នឹងទៅអូខេហើយចុច click confirm បាទកន្លែងពណ៌ខៀវហ្នឹងហើយបន្ទាប់មកយើង scan កញ្ចៅដៃកន្លែងនេះមួយហើយវា load គ្រីសហើយបាទអូខេហើយយើងបើកមកកាន់ WeChat យើងវិញយើងចុច I have complete verification អូខេយើងចុចលើហ្នឹងហើយរងចាំវាបន្តិចវាដាក់ success ហើយបន្ទាប់មកបងប្អូនយើងឃើញនេះឃើញវា load រំលងកន្លែង scan អញ្ចឹងវាឲ្យយើងដាក់លេខកូដយកតែម្ដងហើយបើបងប្អូនយើងអត់ជឿទេបងប្អូនយើងអាចមើលម៉ោងនៅខាងលើនឹងបានថាតើវាមានប្រែប្រួលម៉ោងអត់បាទអញ្ចឹងឥឡូវខ្ញុំរងចាំលេខកូដមើលសិនអត់ទាន់ឃើញវាផ្ញើមកទេហើយកន្លែងនេះគឺខ្ញុំរងចាំវាយូរដោយសារវាអត់ផ្ញើមកខ្ញុំធ្វើការចុច 3-4 ដងទម្រាំវាផ្ញើមកអញ្ចឹងបងប្អូនយើងបើសិនជាអត់ឃើញទេបងប្អូនយើងអាចសាកចុចវាម្ដងទៀតបានបាទយើងចុច 3-4 ដងទៅបាទតែកុំចុចញាប់ពេកយើងចុចញឹកពេកវាអាចវាអត់ផ្ញើមកយកតែម្ដងហើយវាខូចអញ្ចឹងឥឡូវវាអត់ផ្ញើឲ្យយើងទេបាទយើងចុចពាក្យ get SMS នឹងម្ដងទៀតមកបាទកន្លែងខាងស្ដាំហ្នឹងបាទយើងចុចលើហ្នឹងទៅបន្ទាប់មកយើងរងចាំវាទៀតលេខខ្លះក៏វាលឿនលេខខ្លះក៏វាយូរទៅតាមហ្នឹងអញ្ចឹងណាឥឡូវខ្ញុំកុំឲ្យខាតពេលបងប្អូនខ្ញុំនឹងកាត់ទៅដល់កន្លែងដែលខ្ញុំបានលេខកូដយកតែម្ដងបាទឲ្យវាលឿនបន្តិចឥឡូវវានៅតែអត់ទាន់ផ្ញើមកយើងចុចពាក្យ get SMS នឹងម្ដងទៀតមកបាទដើម្បីយើងឲ្យវាផ្ញើមកម្ដងទៀតអញ្ចឹងបងប្អូនយើងធ្វើការចុចឡើងពាក្យ get SMS ហ្នឹងមកអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបងប្អូនយើងចុចហើយយើងដក clear វាបន្តិចកុំទាន់ចុចវាទៀតនៅពេលដែលវាអស់វិនាទីបាទ
ចឹងយើងរងចាំវាប្រហែលជា4-5 វិនាទីចាំយើងចុចម្ដងទៀតបាទចឹងនៅពេលដែលខ្ញុំចុចសារនេះវាផ្ញើលេខកូដឲ្យខ្ញុំហើយបាទចឹងខ្ញុំនឹងធ្វើការយកលេខកូដហ្នឹងយកមកវាយចូលនៅក្នុងនឹងតែម្ដងបាទចឹងដូចដែលបងប្អូនបានឃើញហើយគឺខ្ញុំវាយលេខកូដចូលបន្ទាប់មកចុចសញ្ញាគ្រីសនៅលើ keyboard របស់យើងហ្នឹងបាទឬក៏យើងប៉ះកន្លែងណាមួយក៏បានដែរបន្ទាប់មកយើងចុច submit ទៅហើយយើងរងចាំវាបន្តិចចាំមើលតើវាឲ្យឬក៏អត់បាទឥឡូវវាចេញពាក្យ loading ហើយយើងរងចាំមើលវាបន្តិចទៀតចាំមើលតើវាឲ្យយើងឬអត់តែវាចេញ loading ចឹងភាគច្រើនគឺបានហើយកន្លែងនេះយើងចុចពាក្យ not now មកបាទវាមាន go to set text size ហ្នឹងដើម្បីឲ្យយើងកំណត់ទំហំតែខ្ញុំអត់ចង់កំណត់ទេតោះមកយើងចុច next ទៀតមកហើយយើង tick កន្លែងនេះមួយបាទហើយយើងចុច next ទៀតមកអូខេបន្ទាប់មក tick កន្លែងនេះមួយទៀតហើយយើងចុច done នោះវានឹងចូលមកដល់ WeChat ហើយវា load បែបនេះយើងចុច next ម្ដងទៀតបាទបងប្អូនយើងមើលបានយើងចុច next បាទឥឡូវ WeChat យើងគឺបង្កើតបានជោគជ័យហើយបងប្អូនយើងអាចធ្វើការទៅ add friend add អីបានហើយបាទឥឡូវខ្ញុំនឹងធ្វើការ scan ដើម្បី add friend មួយបាទខ្ញុំ scan QR code WeChat មួយមកបាទបន្ទាប់មកវាចេញទម្រង់បែបនេះយើងចុចពាក្យ add contact មកពេលដែលវាចេញ add contact បែបនេះយើងចុចពាក្យ send បាទឥឡូវវាដាក់ថា successfully set បន្ទាប់មកខ្ញុំនឹងយក WeChat ខ្ញុំមួយទៀតដើម្បី confirm ហើយខ្ញុំនឹងធ្វើការឆាតឲ្យបងប្អូនយើងមើលតើយើងអាចឆាតបានឬអត់បាទអញ្ចឹងខ្ញុំបើកទូរស័ព្ទមួយទៀតបន្ទាប់មកខ្ញុំនឹងធ្វើការ confirm បាទអញ្ចឹងបងប្អូនយើងអានេះលើពេលដែលខ្ញុំ confirm ហើយគឺវាចេញបែបនេះហើយខ្ញុំចុចពាក្យឆាតឥឡូវខ្ញុំសាក hi ទៅទូរស័ព្ទខ្ញុំមួយទៀតបន្ទាប់មកខ្ញុំយក WeChat ខ្ញុំមួយទៀត hi មកវិញចាំមើលវាចូលអត់អូខេបងប្អូនយើងចាំមើលទាំងអស់គ្នាចឹងបងប្អូនយើងឃើញហើយគឺវាចូលហើយចឹងខ្ញុំនឹង add friend មួយទៀតបាទដើម្បីឲ្យអស់សង្ស័យដោយសារយើងទើបតែ add បានមួយទេចឹងខ្ញុំនឹង add មួយទៀតដោយសារខ្ញុំត្រូវការ add friend ឲ្យបាន2នាក់បាទខ្ញុំអត់ចង់ add វាតែម្នាក់ទេកុំឲ្យវាស្កុយតែឯងចឹងណាចឹងខ្ញុំត្រូវធ្វើវាឲ្យរឹងមាំបន្តិចយើងត្រូវ add friend បាន2នាក់ទៅ3នាក់អីចឹងទៅអាហ្នឹងយើងគួរតែ add វាហើយយើងបង្កើតថ្មីយើងកុំទុកវាចោលដោយអត់ទាន់បាន add អញ្ចឹងយើងទៅ add friend មួយទៀតទាំងអស់គ្នាបាទយើងចុចថយមួយមកបន្ទាប់មកយើងចុច line លេខបូកដែរចុចយកពាក្យ scan ដូចមុនទៀតមកហើយយើងចាប់ដើម scan QR code ហ្នឹងទៀតមកយើងធ្វើដូចមុនអញ្ចឹងបាទចុច add contact ហ្នឹងទៅអូខេបន្ទាប់មកយើងចុចដូចមុននិយាយទៅអត់មានខុសគ្នាអីមុនហ្នឹងទេហើយយើងយកទូរស័ព្ទមួយទៀតដើម្បី confirm វាទៅបាទអូខេអញ្ចឹងបងប្អូនចាំតិចឥឡូវខ្ញុំ confirm ហើយឥឡូវខ្ញុំនឹងយកទូរស័ព្ទមួយទៀតឆាតមកបាទអូខេខ្ញុំឆាតមកហើយនេះឃើញតុក្កតាហ្នឹងហើយខ្ញុំដាក់ hi ទៅវិញទៅឥឡូវគឺវាបានចូលហើយបាទអញ្ចឹងបានន័យថា WeChat យើងគឺបង្កើតជោគជ័យ 100% ហើយសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរបាទហើយបើសិនជាបងប្អូនយើងចង់ទិញក៏ខ្ញុំមានលក់ដែរ